cho nên cái đồ chỉ tôi tới cả này cái chua quá còn tục khi còn đo công việc là đại văn còn chơi ngọt chị tôi tới đôi cho miệp chuông tăng pi nằm bông chẳng thà khi này lời thuyền mía mình cướp sợi dây để quạt miền khá chì chà bề từ tamสถานភាពរបស់គីចឹងនៅពេលខ្លះគាត់អត់ឈឺមានថាគាត់មានគីប៉ោងលើទ្វារមាសរបស់គាត់ដែរមានតែគាត់អត់ឈឺពេលខ្លះគាត់ក៏ទុកចោលអីចឹងទៅតាមបទពិសោធន៍យើងស្លាប់ជួបស្ត្រីខ្លះគាត់ទុកដល់ទៅច្រើនឆ្នាំក៏មានដែរប៉ុន្តែបើសិនបើជាករណីគីនេះគឺជាគីគេថាមានការបង្កផលរំខានជាចូលទូទៅក៏ទុកអត់យូរទេពួកឯគីទ្វារមាសដូចជំរាបម្ដងទៀតអញ្ចឹងថាទី1វាមានការករោគវាហើមវាប៉ោងវាឈឺវាពិបាកតាំងពីនោមវាពិបាកតាំងពីរួមភេទចាអញ្ចឹងអាហ្នឹងខ្ញុំជឿថាគាត់នឹងងាយក្នុងការមកជួបគ្រូពេទ្យចានិយាយទៅតឈឺចាយើងអាចថាអញ្ចឹងក៏បានដែរចាអញ្ចឹងខ្ញុំជឿថាបងប្អូនអរគ្នាអាចនឹងមានបញ្ហាគីហ្នឹងប៉ុន្តែជាយោបល់របស់អ្នកគ្រូយើងដឹងថាយើងមានស្ថានភាពហ្នឹងគួរតែកញ្ញាប់មកពីគ្រូភ្លាមឬក៏យើងចាំគាត់ឈឺចាំគាត់អញ្ចឹងយើងនិយាយចេះវិញថាតើពេលវេលាសំស្របពេលណាដែលគាត់គួរតែទៅពិនិត្យឬក៏ជួបជាមួយនឹងគ្រូពេទ្យរបស់យើងអញ្ចឹងស្ត្រីនៅពេលដែលគាត់មានអាការៈដូចជាគាត់ចាប់ផ្ដើមមានគិះហ្នឹងហើយគាត់ឈឺខ្លាំងហើយអាចរំខានដល់សកម្មភាពការងាររបស់ពួកគាត់អានឹងគាត់គួរតែអញ្ជើញមកទី2គឺគិះនោះវាអាចធ្លាយមានថាគិះនឹងកាលណាវាធ្លាយវានឹងមានក្លិនអត់ល្អនៅលើទ្វារមាសស្ត្រីអានឹងគាត់បីគួរតែមកជួបគ្រូពេទ្យហើយបើយើងទុកយូរវាអាចធ្វើឲ្យយើងកាន់តែករោគលើសដើមទី3នៅពេលដែលស្ត្រីនឹងគាត់ជួបផលវិបាកដូចជាពិបាកនោមចាអាហ្នឹងគឺគាត់គួរតែអញ្ជើញមកភ្លាមជាមួយជួបគ្រូពេទ្យមួយវិញទៀតនៅពេលដែលគាត់មានគិះទ្វារមាសហើយគាត់ក្តៅខ្លួនទៀតចាអញ្ចឹងថាគាត់មានការបង្ករោគហើយអញ្ចឹងអាហ្នឹងគាត់ត្រូវតែបញ្ញាប់មកជួបគ្រូពេទ្យយើងពីព្រោះអីគិះនៅទ្វារមាសដូចជំរាបពីដំបូងអញ្ចឹងថាវាមិនបង្កហានិភ័យធ្ងន់ធ្ងរទៅដល់ស្ត្រីទេផ្ទុយទៅវិញប្រសិនបើគាត់មានគិះនោះហើយគាត់ទុកយូរគាត់អត់មកជួបគ្រូពេទ្យយើងទេវាអាចមានការបង្កទៅជាធ្ងន់ធ្ងរដល់គាត់ទៅវិញមានថាមានហើយអត់ទាន់មកជួបគ្រូពេទ្យទាន់ពេលវេលាចាអញ្ចឹងអាហ្នឹងគាត់គួរតែបញ្ញាប់មកជួបពីគ្រូដោយសារដោយអ្នកគ្រូជំរាបអញ្ចឹងកាលណាដែលគាត់មានហើយបើគាត់ដឹងស្ថានភាពតាមពេលវេលាការពិនិត្យការព្យាបាលក៏ទៅតាមនឹងដូចគ្នាដែរចាអ្នកគ្រូភាគច្រើនស្ត្រីអញ្ចឹងគាត់និយាយថាគិះគឺគាត់អត់សូវច្បាស់ថាគិះនៅណាប៉ុន្តែគាត់ភាគច្រើនគាត់សម្ដៅទៅលើគិះស្បូនគិះអីប៉ុន្តែខ្ញុំចង់អាចអ្នកគ្រូជំរាបជូនបងប្អូនយើងបាននេះថាតើគិះស្បូនហើយគិះទ្វារមាសដូចគ្នាដែរទេអូខេបើយើងនិយាយអំពីគិះស្បូនគេបែងចែកជាដៃស្បូនជាមួយនឹងតួស្បូនចាហើយចំពោះគិះទ្វារមាសគឺយើងនៅតំបន់នៃទ្វារមាសស្ត្រីចាគិះមួយដែលខ្ញុំជំរាបជូនមិញហ្នឹងគេហៅថាម៉ាឡារៀនគិះហ្នឹងគឺវាអាចបង្កឡើងដោយសារការដោះលូតលាស់ខុសទីតាំងនៃស្ត្រីអញ្ចឹងវាអាចមានមួយនៅក្នុងចំណោមហ្នឹងដែរតែបើយើងយកគិះស្បូនធៀបជាមួយនឹងគិះទ្វារមាសវាអាចមានលក្ខណៈខុសគ្នាដោយសារមួយវាស្ថិតនៅទ្វារមាសស្ត្រីមួយទៀតវានៅទីតាំងស្បូនចាដែលជាទូទៅគិះនៅក្នុងស្បូនក៏យើងអាចធ្វើការវាតម្លៃបានតាមរយៈការផលិតអេកូជាមួយនឹងការផលិតដោយផលិតអាកិកនៃស្ត្រីចាអញ្ចឹងជំរាបជូនឡើងវិញដល់បងប្អូនគ្នាថាគឺតកតនឹងគិះស្បូនហើយនឹងគិះទ្វារមាសគឺអត់ដូចគ្នាទេថាអ្នកគ្រូចាអញ្ចឹងអ្នកគ្រូគាត់បានបែងចែកជូនបងប្អូនទាំងអស់គ្នាគិះស្បូនគេសំដៅទៅលើគិះដៃស្បូនឬក៏តួស្បូនចាអញ្ចឹងគិះទ្វារមាសគឺនៅផ្នែកខាងក្រៅនៃស្បូននឹងទេចាអញ្ចឹងបងប្អូនគ្នាអាចតកតនឹងស្រាយមន្ទិលចម្ងល់មួយចំនួនឲ្យបងប្អូនពេលអត់តែនិយាយពីគិះស្បូនរហូតតែពិតគិះមួយចំនួនគាត់តែគិះទ្វារមាសទេហើយគិះទាំងនោះក៏វាមិនងាយនឹងបង្កគេថាផលវិបាកធ្ងន់ធ្ងរដល់តកតនឹងបញ្ហាសុខភាពបងប្អូនទាំងអស់គ្នាដែរចាជំរាបអ្នកគ្រូមួយទៀតដែរថាតើការវះឬក៏ចោះគិះគោះអាចចោះគិះទ្វារមាសហ្នឹងតើតើការធ្វើសកម្មភាពបែបហ្នឹងវាមានការឈឺចាប់ដែរទេអ្នកគ្រូធម្មតានៅពេលដែលយើងធ្វើការបូមឬក៏ធ្វើការវះកាត់តូចទៅលើគិះហ្នឹងយើងមានប្រើតាមស្ពឹកប៉ុន្តែការឈឺចាប់វាអាចនឹងនៅតែមានតិចតួចដែរមិនថាអត់សោះទេចាអញ្ចឹងធម្មតាតែយើងវះយើងចោះសាច់យើងហ្នឹងចាវាអាចនឹងឈឺតិចតួចទេហើយវាមិនឈឺអីដល់បងប្អូនអរគ្នាអត់អាចធ្វើការអត់អាចទ្រាំបានចាយើងអាចទ្រាំបាន